សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញពីរបៀបកំណត់សីតុណ្ហភាពរបស់ STC 1000ជាងដើម្បីកំណត់សីតុណ្ហភាពបានគឺជាដំបូងបងត្រូវសង្កត់អក្សរ S ឲ្យជាប់ជាងនៅពេលដែលឃើញអក្សរ F មួយគឺបងចុចមួយទៀតហើយសង្កត់អក្សរ S ឲ្យជាប់បានតែឃើញ10អង្សាឬឃើញលេខគឺបងសង្កត់អក្សរ S ឲ្យជាប់ហើយទើបប្រើសញ្ញាព្រួញឡើងលើចុះក្រោមបានបើអត់សង្កត់ជាប់ទេគឺយើងសេរីអត់កើតទេអញ្ចឹងសង្កត់ឲ្យជាប់សង្កត់អក្សរ A ជាប់សិនណាហើយការកំណត់ហ្នឹងគឺយើងយក37កន្លះហើយបន្តមកទៀតគឺយើងចុចសញ្ញាព្រួញឡើងលើទៅយើងឃើញ F2 F2 ជាង F2 គឺយើងសង្កត់អក្សរ A ឲ្យជាប់ដែរចុចមកពុតមកឃើញ 0.3 ហើយយើងសង្កត់អក្សរ A ឲ្យជាប់ហើយយើងយក 0.5 បានថា 0.5 គឺគម្លាតឧទាហរណ៍ថា37ភ្លឺគឺ37កន្លះផ្ដាច់អញ្ចឹងចំណែកអក្សរផ្សេងទៀតគឺយើងអត់កំណត់ទេសូមអរគុណ